ម៉ោង 2:18 នាទី 59%លោកជីមជីន អំបញ្ញមិញ ជីមធ្វើសេចក្តីព្រាងច្បាប់ស្តីពីការលក់ទំនិញ ច្បាប់ស្តីពីការលក់អចលនទ្រព្យនៅលើទីផ្សារមួយការលក់ទំនិញនៅលើទីផ្សារត្រូវបានបញ្ជាក់នឹងការត្រួតពិនិត្យលើកម្មវត្ថុអមដោយអាជ្ញាធរមូលដ្ឋានជាក់លាក់ទើបសម្រេចចិត្ត ពីមុនធ្វើការសម្រេចចិត្តលក់ទិញត្រូវធ្វើកិច្ចសន្យានិងចុះលក្ខណៈនិងការព្រមព្រៀងជាមួយអាជ្ញាធរដែលមានកាតព្វកិច្ចទៅប្រគល់ប្រាក់ជាក្រោយ 3. ការលក់ទំនិញកម្មវត្ថុម្ចាស់កម្មដាំកម្មវត្ថុប្រសិនបើមានការធានារ៉ាប់រងតាមការកំណត់នៃការបរិច្ឆេទអ្នកទិញត្រូវប្រគល់ប្រាក់តាមការចរចានិងការព្រមព្រៀង 4. ក្នុងចន្លោះការសន្យាបើមានការខុសប្រក្រតីម្ចាស់ដើមកម្មវត្ថុត្រូវបំពេញកិច្ចទៅតាមការសន្យាជាអន្លើត្រូវប្រគល់ប្រាក់ទាំងអសាវិញឬធ្វើការជួសជុលជំនួសប្រគល់ប្រាក់វិញយោងទៅតាមការសន្យាខាងដើម 5. ក្រោយការកំណត់នៃការបរិច្ឆេទដល់ទីកំណត់តាមសន្យាខាងលើអ្នកទិញត្រូវប្រគល់ប្រាក់តាមការកំណត់នៃការសន្យាខាងលើ